អារម្មណ៍សោកស្ដាយអ្នកមានអារម្មណ៍សោកស្ដាយវាគឺជាការប្រសើរណាស់ប៉ុន្តែចូលកំចាត់ចោលអារម្មណ៍នេះចោលអារម្មណ៍ថាខ្លួនខុសបែបនេះឬបែបនោះគឺជាការល្អចំពោះមនុស្សគ្រប់គ្នាមិនថាមនុស្សល្អឬមនុស្សអាក្រក់ឡើយពេលខ្លះតែងមានបទពិសោធន៍ថាខ្លួនខុសនៅក្នុងអារម្មណ៍របស់ពួកគេអារម្មណ៍នេះគឺជាផលិតផលរបស់សម្លេងតូចរស់រវើកមួយដែលនិយាយនៅក្នុងខួរក្បាលរបស់អ្នកមិនឈប់ហើយសម្លេងតូចរស់រវើកនេះគឺជាសម្បញ្ញញ្ញៈរបស់អ្នកនឹងឯងឥឡូវចូលគិតមួយផ្លែតថាតើនឹងមានអ្វីកើតឡើងប្រសិនបើមនុស្សម្នាក់មិនមានអារម្មណ៍ស្ដាយក្រោយទាល់តែសោះនៅបន្ទាប់ពីធ្វើកំហុសណាមួយចំពោះមនុស្សដែលគ្មានអារម្មណ៍ស្ដាយក្រោយទាល់តែសោះនៅបន្ទាប់ពីធ្វើកំហុសគឺជានិច្ចកាលគេក៏គ្មានសមត្ថភាពបែងចែករវាងខុសនិងត្រូវឬជាមនុស្សដែលមិនស្គាល់អ្វីជាអំពើត្រូវនិងអំពើខុសដែរឬគាត់ប្រហែលជាមនុស្សមិនប្រក្រតីក៏ថាបានអារម្មណ៍សោកស្ដាយមួយចំនួនគឺជាកេរដំណែលដែលយើងទទួលបានពីមនុស្សជំនាន់មុនហើយមួយចំនួនទៀតគឺយើងបង្កើតមកដោយខ្លួនឯងយើងដឹងថាការប៉ះទង្គិចផ្លូវចិត្តជាញឹកញាប់នឹងកើតឡើងនៅពេលអារម្មណ៍និងចំណង់ពីធម្មជាតិរបស់មនុស្សម្នាក់ត្រូវជាប់ទ្រង់របស់សង្គមដែលគាត់រស់នៅឬកើតឡើងនៅពេលគាត់រស់នៅក្នុងបរិស្ថានមួយដែលរចនាសម្ព័ន្ធជាតិពន្ធុរបស់គាត់ខុសពីមនុស្សដទៃទៀតដូច្នេះនៅពេលមនុស្សនេះត្រូវបានគេបង្ហាត់បង្រៀនអំពីជាតិពន្ធុផ្សេងដែលរំលោភលើលក្ខណៈរបស់ខ្លួនគាត់ក៏អភិវឌ្ឍអារម្មណ៍ប៉ះទង្គិចទោះបីជាយ៉ាងណាក៏ដោយមានករណីខ្លះបង្ហាញថាការរំលោភលើរចនាសម្ព័ន្ធក្រមសីលធម៌នៅក្នុងសង្គមជាតិមួយគឺជាការល្អទេព្រោះក្រមសីលធម៌នោះអាចនឹងជារចនាសម្ព័ន្ធអាក្រក់ហើយបើយើងលើកឡើងម្ដងទៀតថាអារម្មណ៍សោកស្ដាយគឺជាការល្អទេព្រោះវាអាចជំរុញទឹកចិត្តរបស់មនុស្សឲ្យមានសីលធម៌ថ្លៃថ្នូរខ្ពង់ខ្ពស់ឲ្យបង្កើនគំនិតនិងសកម្មភាពមានតម្លៃចិត្តក្នុងមិនអាចភ្លេចអំពីវិបដិសារីឡើយហើយវាប្រធមពលរបស់វាប្រកបដោយប្រសិទ្ធភាពខ្ពស់ដូចជាចិត្តក្រៅអញ្ចឹងបើមនុស្សម្នាក់មិនកម្ចាត់អារម្មណ៍ស្ដាយក្រោយរបស់ខ្លួនតាមរយៈអរិយាបថគំនិតវិជ្ជមានទេវានឹងជួយបំពេញបំណងនេះរបស់គាត់ដោយវានឹងធ្វើឲ្យគាត់កាន់តែឈឺចាប់កាន់តែរងសេចក្តីទុក្ខសោកកាន់តែខ្លាំងអារម្មណ៍វិបដិសារីអាចបង្រៀនអ្នកឲ្យចេះយល់ដឹងអំពីអ្នកដទៃការចេះយល់អំពីអារម្មណ៍អ្នកដទៃគឺជាគុណភាពមួយដែលយើងម្នាក់ត្រូវតែរៀនអភិវឌ្ឍទារកទើបនឹងកើតម្នាក់មិនខ្វល់ពីអារម្មណ៍និងសុខទុក្ខរបស់អ្នកដទៃឡើយគាត់ចង់បានអ្វីដែលគាត់ត្រូវការនិងនៅពេលដែលគាត់ត្រូវការប៉ុន្តែចាប់ពីនោះមកគាត់ក៏ចាប់ផ្ដើមរៀនបន្តិចម្ដងថាអ្នកជុំវិញខ្លួនក៏ជាមនុស្សដែរនិងថាគាត់ត្រូវតែយល់អារម្មណ៍របស់ពួកគេវិញដែរទោះបីបន្តិចបន្តួចក៏ដោយប៉ុន្តែភាពអាត្មានិយមគឺជាអាការៈមួយទូទៅរបស់មនុស្សយើងហើយវានឹងឡើងក្រាស់ឃ្មឹកបើសិនជាយើងមិនអភិវឌ្ឍខ្លួនដើម្បីបន្ថយវានោះទេនៅពេលយើងចូលវ័យចំណាស់គ្រប់គ្រាន់ដើម្បីអាចយល់ថាអារម្មណ៍បែបនេះគឺមិនល្អឡើយយើងនឹងមានអារម្មណ៍ឈឺខ្ទោកដោយសារតែវិបដិសារីនៅពេលយើងងប់ងល់នឹងភាពអាត្មានិយមរបស់ខ្លួននេះគឺជាការល្អព្រោះវាបង្ខំឲ្យយើងគិតដឹងនៅពេលស្ថានភាពកើតឡើងហើយយើងអាចជ្រើសរើសរវាងការធ្វើបំពេញចិត្តខ្លួនឯងឬការធ្វើបំពេញចិត្តអ្នកដទៃដែលពាក់ព័ន្ធដើម្បីកម្ចាត់អារម្មណ៍វិបដិសារីចូលកែប្រែវាអារម្មណ៍ស្ដាយក្រោយអាចកើតឡើងដោយសារតែមូលហេតុច្រើនយ៉ាងប៉ុន្តែភាគច្រើនវាមានលក្ខណៈដូចអារម្មណ៍ថាជំពាក់បំណុលអីចឹងជាអារម្មណ៍ដែលត្រូវកាត់បន្ថយនិងកម្ចាត់ចោលដើម្បីកម្ចាត់អារម្មណ៍វិបដិសារីចូលចាប់ផ្ដើមធ្វើសកម្មភាពពេលខ្លះមនុស្សត្រូវធ្លាក់ខ្លួនជាប់នឹងសំណាញ់នៃអំពើខុសហើយពួកគេហាក់ដូចជាគ្មានសមត្ថភាពដើម្បីរំដោះខ្លួនចេញអំពីវាបានឡើយទីបំផុត
គេក៏លះបង់ការព្យាយាមបន្ទាប់ពីនោះមកការចោទជំពាក់របស់ពួកគេប្រែជាលង់កាន់តែជ្រៅទៅរហូតដល់ទីបំផុតទាល់តែផែនដីប្រេះរំជួយទើបអាចរំដោះពួកគេបានរូបមន្តដើម្បីកម្ចាត់អារម្មណ៍ស្ដាយក្រោយមុនដំបូងចូលអ្នកស្ដាប់ដូចជាការស្ដាប់ដើម្បីទទួលដំបូន្មានពីការបង្រៀនឬសន្ទរកថាលើកកម្លាំងណាមួយដែលអាចជួយផ្លាស់ប្ដូរជីវិតរបស់អ្នកបន្ទាប់មកចូលអ្នករាប់ប្រសិទ្ធពរជ័យដែលអ្នកទទួលបានពីធម្មជាតិហើយថ្លែងអំណរគុណដល់ព្រះជាម្ចាស់ចំពោះប្រសិទ្ធពរជ័យទាំងនោះចូលបង្ហាញភាពសោកស្ដាយនិងសុំខមាទោសដោយភាពស្មោះអស់ពីចិត្តចំពោះទង្វើខុសដែលអ្នកបានប្រព្រឹត្តហើយត្រូវបង្ហាញថាអ្នកមានសេចក្តីសោកស្ដាយចំពោះទង្វើរបស់ខ្លួនកន្លងមកពិតប្រាកដមែនបន្តមកទៀតអ្នកត្រូវឈានមួយជំហានទៅមុខភ្លាមការនេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាគឺជាកាយវិការមួយបង្ហាញថាអ្នកបានផ្លាស់ប្ដូរទិសដៅនៃខ្សែជីវិតរបស់អ្នកចាប់ពីពេលនេះតទៅអ្នកកំពុងត្រឡប់ទៅផ្លូវត្រឹមត្រូវនិងកំពុងប្រកាសថាអ្នកបានប្រែជាសោកស្ដាយចំពោះអតីតកាលរបស់ខ្លួនហើយឥឡូវនេះអ្នកបានត្រៀមខ្លួនដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកបន្ទាប់មកចូលអ្នកឈានជំហានទី2គឺអ្នកត្រូវតែចាប់ផ្ដើមជួសជុលអំពើខុសនីមួយៗឲ្យទៅជាអំពើត្រឹមត្រូវឡើងវិញបន្ទាប់មកដល់ជំហានដែលសំខាន់ជាងគេបង្អស់ចូលអនុវត្តតាមច្បាប់មាសការនេះជាការងាយស្រួលទេនៅពេលដែលអ្នកមានចិត្តចង់ធ្វើអំពើខុសសំឡេងតូចរបស់សម្បញ្ញញ្ញៈនឹងខ្សឹបប្រាប់ត្រចៀករបស់អ្នកចូលអ្នកឈប់បន្តិចហើយស្ដាប់សំឡេងរបស់វារកប្រសិទ្ធពរដែលអ្នកមានដាក់រូបភាពរបស់អ្នកនៅក្នុងទង្វើល្អមួយផ្សេងខុសពីមុនហើយធ្វើការសម្រេចចិត្តភ្លាមដើម្បីធ្វើអំពើល្អនឹងនៅក្នុងស្ថានភាពដែលកំពុងតែស្ថិតនៅនេះដូច្នេះខាងលើនេះគឺជារូបមន្តដើម្បីកម្ចាត់អារម្មណ៍វិបដិសារីបើអ្នកមានបញ្ហាព្រោះមិនទាន់អាចទប់ទល់នឹងទម្លាប់ធ្វើអំពើអាក្រក់នេះហើយបើអារម្មណ៍វិបដិសារីប្រឆាំងអ្នកមិនឲ្យប្រើប្រាស់ធម៌ពលរបស់អ្នកនៅក្នុងផ្លូវល្អចូលអ្នករៀនបន្ថែមទៀតដើម្បីរំដោះខ្លួនចេញអំពីអារម្មណ៍អាក្រក់នឹងចូលអនុវត្តវាហើយបោះជំហានទៅកាន់ភាពជោគជ័យមានការប្រឆាំងគ្នាបែបនេះច្រើនណាស់នៅក្នុងជីវិតរបស់អ្នកនឹងប្រឈមមុខជាមួយនឹងកលៈទេសៈចាំបាច់ដើម្បីធ្វើការសម្រេចចិត្តភ្លាមនៅខណៈពេលដែលគុណធម៌របស់អ្នកកំពុងតែប្រទុសរាយគ្នាចូលធ្វើសម្រេចចិត្តណាដែលសម្បញ្ញៈរបស់អ្នកផ្ដល់សញ្ញាប្រាប់អ្នកថាការសម្រេចចិត្តនេះនឹងមិនคล้ายជាអារម្មណ៍វិបដិសារីឡើយការស្ដាប់សំឡេងសម្បញ្ញៈគឺទង្វើត្រឹមត្រូវដែលត្រូវធ្វើអ្នកមានអារម្មណ៍វិបដិសារីនេះជាការល្អណាស់ប៉ុន្តែចូលអ្នកកាត់អារម្មណ៍នេះចោលដើម្បីកម្ចាត់អារម្មណ៍ស្ដាយក្រោយគឺត្រូវជួសជុលវាឡើងវិញរូបមន្តដើម្បីជួយអ្នកកម្ចាត់អារម្មណ៍វិបដិសារីចូលស្ដាប់ដំបូន្មានការបង្រៀនការទេសនាលៈហើយទន្ទិញនិងបញ្ជ្រាបគោលការណ៍ទាំងអស់នឹងចូលរាប់ប្រសិទ្ធពរជ័យរបស់អ្នកហើយអរព្រគុណដល់ព្រះជាម្ចាស់បន្ទាប់មកទទួលស្គាល់ការពិតអំពីកំហុសរបស់អ្នកការទទួលស្គាល់វិបដិសារីមួយពិតប្រាកដមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាអាចលើកទឹកចិត្តអ្នកឲ្យសម្រេចចិត្តចេញពីបេះដូងដើម្បីបញ្ឈប់ទង្វើខុសចូលបោះជំហានទី1ទៅមុខពោលគឺទទួលស្គាល់កំហុសរបស់ខ្លួនហើយបង្ហាញបំណងពិតប្រាកដនៅក្នុងការជួសជុលកំហុសនោះជួសជុលកំហុសខ្លួនតាមដែលអាចធ្វើទៅបានចូលចងចាំយល់និងព្យាយាមអនុវត្តតាមច្បាប់នៅក្នុងសកម្មភាពទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃអ្វីក៏ដោយឲ្យតែរៀងអ្នកពីការសម្រេចឧត្តមភាពនៅក្នុងជីវិតអ្នកគួរតែបោះវាទៅម្ខាងអត្តចរិតអាចយកបានតាមរយៈការចាប់និងការបង្រៀនតើអ្នកធ្វើអ្វីខ្លះនៅពេលគុណធម៌មួយកំពុងតែប៉ះទង្គិចជាមួយនឹងគុណធម៌មួយទៀតវាគឺជាបន្ទុករបស់អ្នកក្នុងការស្វែងរករបស់អ្វីដែលត្រូវឬដែលខុសនិងស្វែងរកអ្វីដែលល្អឬអ្វីដែលអាក្រក់នៅក្នុងកលៈទេសៈនិងស្ថានភាពមួយមធ្យោបាយល្អបំផុតមួយដើម្បីរៀនសូត្រ
គឺការដាក់ខ្លួនជាទៀងទាត់នៅក្នុងបរិស្ថានសាសនាដើម្បីស្វែងរកការបង្ហាញផ្លូវពីព្រះឲ្យបានជារៀងរាល់ថ្ងៃ។